តាអ្នកដឹងទេថាមានពិភពលោកតូចមួយនៅក្នុងទូទឹកកករបស់អ្នកពេលវេលាកន្លងផុតទៅយ៉ាងលឿននៅទីនេះក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះកន្លែងនេះបានផ្លាស់ប្ដូរពីយុគសម័យថ្មទៅជាយុគសម័យកណ្ដាលពួកគេទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានឃើញមិនយូរប៉ុន្មានមនុស្សនៅក្នុងទូទឹកកកបានចាប់ផ្ដើមបដិវត្តឧស្សាហកម្មបរិះនោះចង់ដឹងចង់ឃើញយ៉ាងខ្លាំងថាតើមនុស្សនៅខាងក្នុងអាចមើលឃើញគាត់ដែរឬទេតាមពិតទៅមនុស្សនៅក្នុងពិភពលោកនេះបានចាត់ទុកពួកគេជាផ្ទៃខាងក្រៅនៅពេលដែលមនុស្សកាន់តែច្រើនលេចឡើងធនធានចាប់ផ្ដើមខ្វះខាតដើម្បីប្រយុទ្ធគ្នាដណ្ដើមធនធានមនុស្សបានផ្ទុះឡើងជាសង្គ្រាមលោកបរិះនោះដោយសារតែនៅជិតពេកត្រូវបានផ្លុំចេញនៅពេលដែលគ្រាប់បែកនុយក្លេអ៊ែរបន្តផ្ទុះទូទឹកកកបានប្រែក្លាយទៅជាសមុទ្រភ្លើងយ៉ាងឆាប់រហ័សវាមើលទៅដូចជាពិភពលោកនេះហៀបនឹងត្រីបំផ្លាញដោយអស់សង្ឃឹមស្ត្រីនោះបានបិទទ្វារទូទឹកកកនៅយុគនោះនៅពេលដែលពួកគេបើកទូទឹកកកម្ដងទៀតពួកគេបានរកឃើញថាមនុស្សនៅខាងក្នុងមិនត្រូវបានបំផ្លាញដោយសង្គ្រាមនោះទេផ្ទុយទៅវិញពួកគេបានសាងសង់អគារខ្ពស់ៗវាហាក់ដូចជាមនុស្សនៅក្នុងទូទឹកកកបានទៅដល់អនាគតប៉មខ្ពស់មួយបានលេចឡើងនៅលើដីជាមួយនឹងស្ពានរាប់មិនអស់ដែលភ្ជាប់ទៅវាពួកគេទាំងពីរមានការងឿងឆ្ងល់នៅពេលដែលពួកគេឃើញរឿងនេះភ្លាមៗនោះប៉មនោះបានបាត់ខ្លួនហើយប្រែក្លាយទៅជាបាល់ពន្លឺមួយពន្លឺនេះបន្តពង្រីកហើយនៅទីបញ្ចប់វាបានផ្ទុះឡើងទូទឹកកកបានប្រែជាងងឹតទាំងស្រុងដោយគឺមានសញ្ញានៃជីវិតនៅសល់ឡើយដែលមានអារម្មណ៍ថាវង្វេងអ្នកទាំងពីរបានបិទទ្វារទូទឹកកកនៅថ្ងៃបន្ទាប់ស្ត្រីនោះបានបើកទូទឹកកកម្ដងទៀតហើយទិដ្ឋភាពនៅខាងក្នុងបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលពិភពលោកនៅក្នុងទូទឹកកកបានត្រឡប់ទៅសម័យបុរាណវិញបន្ទាប់ពីមើលវីដេអូនេះតើអ្នកយល់យ៉ាងណា